ដំបូងគេមនុស្សគ្រប់គ្នាគិតថាវីរុសនេះគ្រាន់តែជាផ្ដាសាយធម្មតាប៉ុន្តែបន្ទាប់មកមានមនុស្សរាប់លាននាក់បានបំលែងខ្លួនទៅជាភ្នែកសត្វបិសាចភាពយន្តនេះកើតឡើងនៅទីក្រុងតៃប៉េហើយតាមដានជីវិតគូស្នេហ៍មួយឈ្មោះជីមនិងកាត់ដែលពួកគេអស់ពេលរស់នៅជាមួយគ្នាដូចគូស្នេហ៍ធម្មតាមួយព្រឹកបន្ទាប់ពីភ្នាក់ពីដំណេកកាត់បានរំលឹកឲ្យជីមរៀបចំខ្លួនដើម្បីនាំនាងទៅស្ថានីយ៍ព្រោះនាងមានប្រជុំសំខាន់មួយនៅក្រុមហ៊ុនមេក្នុងអំឡុងពេលពិភាក្សាធម្មតាមុនចាប់ផ្ដើមថ្ងៃថ្មីកាត់បានលើកឡើងពីផែនការឈប់សម្រាកដែលពួកគេរងចាំយូរម្ដងទៀតបន្ទាប់ពីខិតខំធ្វើការនិងរៀបចំការវិភាគយ៉ាងប្រុងប្រយ័ត្ននាងចុងក្រោយក៏អាចរកបានការឈប់សម្រាកមួយដែលមិនងាយទេប៉ុន្តែជាមួយគ្នានោះជីមបានបង្ហាញថាគាត់ទើបតែទទួលបានការផ្ដល់ការងារមួយជាអ្នកថតរូបសម្រាប់គម្រោងផ្សព្វផ្សាយធំមួយពីក្រុមហ៊ុនអាល្លឺម៉ង់អកុសលណាស់គម្រោងនោះប្រហែលជានឹងប្រព្រឹត្តទៅក្នុងរយៈពេលដែលនឹងការឈប់សម្រាកដែលពួកគេបានគ្រោងទុកពេលបានយូរដូច្នេះកាត់មើលទៅថាខកចិត្តព្រោះនាងបានខិតខំយ៉ាងខ្លាំងដើម្បីទទួលបានឱកាសចេញទៅសម្រាកជាមួយជីមសម្រាប់នាងពេលវេលាដែលអាចនៅជាមួយគ្នាមានន័យច្រើនជាងនេះទៀតជាពិសេសពេលនេះជីមកំពុងប្រឈមមុខនឹងការរកការងារមិនថេរពេលថ្មីនេះពេលដឹងថាការនិយាយរបស់ខ្លួនធ្វើឲ្យនាងមិនសប្បាយចិត្តជីមបានសុំទោសភ្លាមហើយសន្យាថានឹងព្យាយាមនិយាយជាមួយនាយកដើម្បីពិនិត្យមើលថាតើអាចផ្លាស់ប្ដូរការវិភាគបានឬអត់ទោះបីមានការប៉ះទង្គិចតិចតួចកើតឡើងរវាងពួកគេក៏ដោយតែទំនាក់ទំនងរបស់ពួកគេនៅតែបង្ហាញពីភាពកក់ក្ដៅនិងការយោគយល់គ្នាក្នុងអំឡុងពេលធ្វើដំណើរព្រឹករបស់ពួកគេជីមបានមើលព័ត៌មានខ្លីមួយលើ YouTube ដែលបង្ហាញពីការប្រកួតប្រជែងមិត្តរវាងអ្នកដឹកនាំកម្មវិធីនិងអ្នកជំងឺវីរុសវិទ្យាក្នុងអំឡុងការផ្សាយវេជ្ជបណ្ឌិតបានព្រមានសាធារណជនអំពីវីរុស Alvin ដែលត្រូវបានចាត់ទុកថាមិនគ្រោះថ្នាក់ជាងផ្ដាសាយធម្មតាទេយោងតាមការស្រាវជ្រាវរបស់គាត់វីរុសនេះមានសក្តានុពលបំលែងខ្លួនទៅជាអ្វីមួយដែលធ្ងន់ធ្ងរជាងនេះទោះជាយ៉ាងណាការព្រមានរបស់គាត់ត្រូវបានមនុស្សជាច្រើនសង្ស័យព្រោះពួកគេជឿថាភាពគ្រោះថ្នាក់ត្រូវបានពង្រឹងដើម្បីប្រយោជន៍ខ្លះមនុស្សខ្លះទៀតសម្បីតែគិតថាការពិភាក្សាអំពីការផ្ទុះជំងឺត្រូវបានប្រើជាឧបករណ៍នយោបាយមុនការបោះឆ្នោតខាងមុខជីមខ្លួនឯងក៏មិនបានផ្ដោតអារម្មណ៍លើព័ត៌មានទេព្រោះគាត់នៅតែជាប់រវល់នឹងបញ្ហាផ្ទាល់ខ្លួនជីមមិនសង្គមយើងត្រូវមើលស្ថានភាពនេះដោយចិត្តយល់ដឹងគាត់មិនទាន់ស្លាប់ទេប៉ុន្តែមិនដឹងខ្លួនឡើយថាអ្វីចម្លែកបានចាប់ផ្ដើមកើតឡើងជុំវិញគាត់រួចហើយខណៈពេលមើលចេញក្រៅអាផាតមិនជីមបានសង្កេតឃើញស្ត្រីចាស់ម្នាក់កំពុងមានអាកប្បកិរិយាដ៏ចម្លែកបំផុតបន្តិចចន្លោះពេលដែលគាត់បង្វិលមុខចេញបន្តិចបន្ទាប់ពីបានរកាត់ហៅឈ្មោះគាត់ស្ត្រីនោះបានបាត់ខ្លួនទៅដោយគ្មានសំណល់សំណោកទោះបីជាអារម្មណ៍ចម្លែកក៏ដោយជីមក៏ជ្រើសរើសមិនអត់ព្រោះវាហើយគិតថាវាមិនមែនជារឿងសំខាន់ទេមិនយូរប៉ុន្មានក្រោយមកជីមបានសង្កេតឃើញអ្នកជិតខាងរបស់គាត់ដែលមើលទៅដូចជាកំពុងរងរបួសដោយផ្ដាសាយធ្ងន់ពេលឃើញស្ថានភាពអាក្រក់បែបនោះរបស់បុរសនោះជីមបានណែនាំឲ្យគាត់ទៅមន្ទីរពេទ្យភ្លាមប៉ុន្តែអ្នកជិតខាងរបស់គាត់វិញគ្រាន់តែសើចបំបត្តិការព្រួយបារម្ភហើយអះអាងថាព័ត៌មានអំពីការផ្ទុះជំងឺទាំងអស់គ្រាន់តែជារឿងមិនសមហេតុផលប៉ុណ្ណោះតាមការប្រាប់របស់គាត់ជំងឺរាតត្បាតនិងបញ្ហាវីរុសត្រូវបានបំភ្លឺបំផ្លាញដោយសារព័ត៌មាននិងរដ្ឋាភិបាលដើម្បីទទួលបានអត្ថប្រយោជន៍ខ្លះពេលរបស់ទាំងអស់រួចរាល់ជីមចុងក្រោយបានយកកាត់ទៅស្ថានីយ៍ដោយម៉ូតូរបស់គាត់នៅលើផ្លូវពួកគេបានឃើញហេតុការណ៍ចលាចលមួយដែលមានប៉ូលីសជាច្រើនកំពុងព្យាយាមចាប់ខ្លួននរណាម្នាក់ដែលបានវាយប្រហារយ៉ាងសាហាវលើពលរដ្ឋម្នាក់ផ្សេងទៀតលទ្ធភាពនោះធ្វើឲ្យជីមនិងកាត់ស្រួលចិត្តព្រោះអេរីយ៉ាប់នោះមើលទៅមិនធម្មតាទោះបីជាយ៉ាងណាពួកគេនៅតែគិតថាវាគ្រាន់តែជាហេតុការណ៍ឧក្រិដ្ឋកម្មធម្មតាមួយប៉ុណ្ណោះបន្ទាប់ពីមកដល់ស្ថានីយ៍ជីមបាននិយាយលាដូចធម្មតាហើយសូម្បីតែសន្យាថាគាត់នឹងតែងតែការពីកាត់មិនថាអ្វីកើតឡើងក៏ដោយសន្យាសាមញ្ញនោះធ្វើឲ្យកាត់ញឹមបន្ទាប់ពីបែកផ្លូវជាមួយនាងជីមមានបំណងបន្តថ្ងៃរបស់គាត់ដូចធម្មតាទោះជាយ៉ាងណាខណៈដែលកំពុងត្រឡប់មកវិញគាត់ចាប់ផ្ដើមសង្កេតឃើញថាបរិយាកាសជុំវិញគាត់កាន់តែចម្លែកប៉ូលីសដែលបានដោះស្រាយហេតុការណ៍ចលាចលមុននោះបានបាត់ខ្លួនទៅភ្លាមហើយរថយន្តប៉ូលីសរបស់ពួកគេក៏ត្រូវបានបោះទុកដោយទ្វារចុងទោះបីជាគាត់មានអារម្មណ៍ថាមានអ្វីមួយមិនប្រក្រតីក៏ដោយជីមនៅតែបន្តទៅហាងលក់ទំនិញងាយស្រួលដើម្បីទិញអាហារសម្រន់ខណៈពេលរងចាំបញ្ជីទិញរបស់គាត់បានអានអត្ថបទមួយអំពីតម្លៃចលនាទ្រព្យព្រោះនៅក្នុងចិត្តជ្រៅគាត់នៅតែសុបិនថាចង់សង់ផ្ទះនិងអនាគតរួមជាមួយកាត់ប៉ុន្តែមិនឲ្យជីមដឹងឡើយអ្នកស្រីចាស់ដែលគាត់បានឃើញមុននេះបានបង្ហាញខ្លួនម្ដងទៀតលើកនេះអាកប្បកិរិយារបស់នាងគួរឲ្យភ័យខ្លាំងជាងមុនហើយក្នុងរយៈពេលខ្លីហាងទាំងមូលក៏ក្លាយទៅជាការចលាចលខណៈដែលនាងចាប់ផ្ដើមវាយប្រហារយ៉ាងសាហាវទៅលើមនុស្សជុំវិញនាងដំបូងជីមគ្រាន់តែស្រួលចិត្តច្របូកច្របល់ហើយព្យាយាមថយក្រោយប៉ុន្តែមុនពេលអ្នកស្រីចាស់នោះអាចឈានដល់គាត់រថយន្តមួយបានបើកលឿនបុកនាងយ៉ាងខ្លាំងហើយបាញ់នាងឲ្យហោះចេញទៅជំនួសឲ្យមានអារម្មណ៍ស្រួលចិត្តជីមវិញកាន់តែភ័យខ្លាចបន្ថែមទៀតបន្ទាប់ពីឃើញអ្នកបើកបររថយន្តដែលក៏មានអាកប្បកិរិយាគួរឲ្យភ័យខ្លាំងដែរដូចជាគាត់បានបាត់បង់ស្មារតីទាំងស្រុង
អាក្រក់ជាងនេះទៅទៀតមនុស្សជាច្រើនដែលត្រូវបានអ្នកស្រីចាស់វាប្រហារមុននេះស្រាប់តែចាប់ផ្ដើមមានអាកប្បកិរិយាហិង្សាហើយដេញតាមជីមដោយគ្មានហេតុផលច្បាស់លាស់ពេលដឹងថាស្ថានភាពជុំវិញខ្លួនមិនធម្មតាទៀតហើយជីមភ្លាមរត់ត្រឡប់ទៅផ្ទះល្វែងរបស់គាត់វិញពេលដល់ទីនោះជីមព្យាយាមបន្ធូរអារម្មណ៍ខ្លួនឯងខណៈពេលកំពុងពិចារណាថាតើមានអ្វីកើតឡើងជាក់ស្ដែងប៉ុន្តែទើបតែបើកទូរទស្សន៍គ្រប់ channel សុទ្ធតែផ្សាយសារប្រញាប់ប្រញាល់នោះហើយជាពេលដែលជីមចាប់ផ្ដើមដឹងថានេះមិនមែនជាការប្រមូលផ្ដុំធម្មតាទៀតទេដោយសារភ័យខ្លាចគាត់ព្យាយាមទំនាក់ទំនងទៅកាត់ដើម្បីប្រកាសថាគាត់សុវត្ថិភាពប៉ុន្តែខណៈពេលកំពុងរអិលចិត្តដោយទូរស័ព្ទមិត្តជិតខាងរបស់គាត់ស្រាប់តែបង្ហាញខ្លួនពីក្រោយហើយវាយប្រហារគាត់ដោយកន្ត្រៃកាត់សក់បណ្ដាលឲ្យជីមបាត់ម្រាមដៃពីររបស់គាត់ទោះបីជាជីមអាចប្រយុទ្ធទៅវិញហើយបោកបុកបរិះនោះឲ្យដួលក៏ដោយមិត្តជិតខាងរបស់គាត់នៅតែបន្តផ្លាស់ទីដូចជាមិនមានអារម្មណ៍ជឿចាប់អ្វីឡើយពេលដឹងថាគាត់មិនអាចរស់នៅទីនោះបានយូរទៀតទេជីមសម្រេចចិត្តគេចខ្លួនចេញទៅខណៈពេលកំពុងទ្រាំនឹងការឈឺចាប់ខ្លាំងនៅដៃនៅពេលនោះគាត់ចាប់ផ្ដើមយល់ច្បាស់ថាមនុស្សចិត្តខាងស្ទើរតែទាំងអស់នៅក្នុងអាគាររូមនេះបានបំលែងខ្លួនទៅជាភាពសាហាវវាយប្រហារអ្នកណាដែលឃើញខណៈដែលជីមយកម៉ូតូរបស់គាត់ដើម្បីគេចខ្លួនមនុស្សដែលឆ្លងជាច្រើនបានសង្កេតឃើញគាត់ហើយចាប់ផ្ដើមដេញតាមគាត់ភ្លាមក្នុងរយៈពេលប្រមាណវិនាទីបន្ថែមទៀតមនុស្សកាន់តែច្រើនបានចូលរួមដេញតាមបង្ខំឲ្យជីមបើករថយន្តរបស់គាត់ឲ្យលឿនបំផុតមួយភាគទៀតកាត់ដែលនៅតែមិនទាន់ចេញពីភ្លើងសោះមិនដឹងថាទីក្រុងខាងក្រៅបានធ្លាក់ចូលក្នុងភាពចលាចលរួចហើយនៅក្នុងរថភ្លើងអ្វីទាំងអស់មើលទៅធម្មតាដូចមុនទោះបីជាមនុស្សចាស់ម្នាក់ឈ្មោះ Johnny តែងតែព្យាយាមចាប់ផ្ដើមនិយាយជាមួយនាងក៏ដោយ Johnny តែងតែសរសើរពីសម្រស់របស់ Cat ហើយព្យាយាមធ្វើជាមិត្តភាពប៉ុន្តែអាកប្បកិរិយារបស់គាត់វិញធ្វើឲ្យ Cat មានអារម្មណ៍មិនស្រួលចិត្តបន្ទាប់ពីត្រូវរំខានជាបន្តបន្ទាប់ Cat ចុងក្រោយបានប្រមាន Johnny ឲ្យបញ្ឈប់មុននឹងនាងរាយការណ៍ទៅប៉ូលីសJohnny ឬចម្លើយរបស់នាងគាត់ខ្លាចជាមានអារម្មណ៍ខកចិត្តហើយបង្ហាញការតវ៉ាថាស្ត្រីតែងតែប្រើប្រាស់របៀបដូចគ្នានេះចំពោះគាត់ទោះបីជាគាត់គិតថាគាត់គ្រាន់តែព្យាយាមធ្វើល្អប៉ុណ្ណោះក៏ដោយចង់ជៀសវាងការនិយាយបន្តជាមួយគាត់ Cat ចុងក្រោយបានបដូរចំណត់អង្គុយជាមួយស្ត្រីម្នាក់ឈ្មោះ Molly ទោះបីជាមិនមានអ្នកដំណើរណាម្នាក់យល់ដឹងក៏ដោយបរិយាកាសនៅក្នុងរថភ្លើងក៏ចាប់ផ្ដើមផ្លាស់ប្ដូរយ៉ាងស្រួលភ្លាមនេះបុរសម្នាក់ពាក់វ៉ែនតាបានវាយប្រហារយ៉ាងសាហាវទៅលើអ្នកដំណើរម្នាក់ផ្សេងទៀតបណ្ដាលឲ្យអ្នកដំណើរទាំងអស់ក្នុងរថភ្លើងភ័យខ្លាចក្នុងរយៈពេលខ្លីស្ថានភាពក៏ចេញពីការគ្រប់គ្រងព្រោះមានអ្នកដំណើរជាច្រើនផ្សេងទៀតក៏ចាប់ផ្ដើមប្រព្រឹត្តអំពើសាហាវនិងវាយប្រហារទៅលើអ្នកនៅជិតខ្លួនផងដែរCat អាចអង្គុយស្ងៀមស្ងាត់ដោយភ័យខ្លាចខណៈដែលនាងបានឃើញឈុតហិង្សាដ៏គួរឲ្យខ្លាចនេះចំណែក Johnny ដែលមុននេះមើលទៅធម្មតាស្រួលក៏ភ្លាមខ្លាចជាមនុស្សសាហាវហើយវាយប្រហារយ៉ាងសាហាវទៅលើ Molly បណ្ដាលឲ្យនាងរងរបួសធ្ងន់ធ្ងរពេលរថភ្លើងឈប់ចតទាំងអ្នកដំណើរទាំងអស់ក៏រត់ចេញដោយអស់សង្ឃឹមដើម្បីសង្គ្រោះជីវិតខ្លួនឯងក្នុងកំឡុងភាពចលាចលនេះ Cat សម្រេចចិត្តនាំ Molly ចេញពីក្រុមមនុស្សព្រោះនាងជឿថាកន្លែងមានមនុស្សច្រើនកាន់តែគ្រោះថ្នាក់ទោះបីជាពួកគេមិនដឹងក៏ដោយ Johnny ក៏បានសង្កេតឃើញទីតាំងដែលពួកគេកំពុងទៅហើយចាប់ផ្ដើមដេញតាមពួកគេក្នុងពេលកំពុងរត់គេច Cat និង Molly បានជួបបុរសម្នាក់ដែលព្យាយាមបញ្ឈប់ Johnny ព្រោះគាត់គិតថាបុរសចាស់គ្រាន់តែជាឧក្រិដ្ឋជនវាយប្រហារនារីប៉ុណ្ណោះអកុសលបុរសនោះមិនដឹងឡើយថា Johnny បានក្លាយជាមនុស្សគ្រោះថ្នាក់យ៉ាងណាJohnny មិនស្ទាក់ស្ទើរឡើយបានវាយប្រហារយ៉ាងសាហាវទៅលើគាត់បណ្ដាលឲ្យ Cat និង Molly កាន់តែភ័យខ្លាចនឹងភាពសាហាវរបស់មនុស្សដែលឆ្លងជំងឺបន្ទាប់ពីរត់គេចបាន Cat ព្យាយាមសុំជំនួយពីបុរសម្នាក់ដែលឈរជំងឺក្បែរច្រកចេញស្ថានីយ៍ទោះជាយ៉ាងណាបុរសនោះភ័យស្លន់ស្លោហើយបិទទ្វារយ៉ាងលឿនព្រោះគាត់គិតថា Cat និង Molly ក៏បានក្លាយជាភ្នែកសត្វដូចអ្នកដទៃផងដែរជោគជ័យពួកគេអាចរអិលចូលទ្វារដែលកំពុងបិទបានទាន់ពេល Molly ខឹងខ្លាំងហើយស្រាប់តែហៅបុរសនោះភ្លាមខណៈដែលបុរសម្នាក់ឈ្មោះ Kevin ពន្យល់ថាគាត់គ្រាន់តែភ័យប៉ុណ្ណោះព្រោះមិនអាចបំបែកចេញថានរណាដែលនៅធម្មតានិងនរណាដែលបានក្លាយជាមនុស្សសាហាវរួចហើយពេល Kevin យល់ឃើញថាស្ថានភាពរបស់ Molly កាន់តែធ្ងន់ធ្ងរដោយសាររបួសរបស់នាងគាត់បានផ្ដល់យោបល់ថាគួរនាំនាងទៅមន្ទីរពេទ្យជិតបំផុតដើម្បីឲ្យនាងទទួលការព្យាបាលឲ្យបានឆាប់តាមដែលអាចធ្វើទៅបានទ
ទោះជាយ៉ាងណាគ្មាននរណាម្នាក់ស្មានថា Johnny នៅតែដើរតាមពួកគេពីចម្ងាយហើយបានឮច្បាស់ថាពួកគេកំពុងទៅណាបន្តសង្ខេបសាច់រឿងបន្ទាប់ពីដនមន្ទីរពេទ្យបានជោគជ័យ Molly ទទួលការព្យាបាលសម្រាប់របួសរបស់នាងក្នុងស្ថានភាពកាន់តែច្របូកច្របល់នេះ Molly បានយកពេលមួយសម្រាប់អរគុណ Kat ដែលតែងតែព្យាយាមជួយនាងចាប់តាំងពីពួកគេគេខ្លួនចេញពីស្ថានីយ៍នាងថែមទាំងនិយាយថានាងមិនដែលភ្លេចចិត្តចំពោះភាពមានមេត្តារបស់ Kat ទេទោះជាយ៉ាងណា Molly នៅតែមានអារម្មណ៍មិនសប្បាយចិត្តចំពោះ Kevin ព្រោះមុននេះគាត់ស្ទើរតែបោះបង់ពួកគេដោយសារភ័យខ្លាចមួយផ្លែតនេះស្ថានភាពខាងក្រៅមន្ទីរពេទ្យក៏កាន់តែគ្មាននរណាអាចគ្រប់គ្រងបានJim ដែលនៅតែប្រឹងប្រែងរស់រានមានជីវិតបានចាប់ផ្ដើមយល់ថាស្ទើរតែទីក្រុងទាំងមូលបានក្លាយជាកន្លែងពោពេញទៅដោយភាពច្របូកច្របល់គ្រប់ទីកន្លែងដែលគាត់មើលទៅមានសពស្លាប់ក្រឡាប់ក្រឡំលើផ្លូវហើយមនុស្សដ៏សាហាវក៏កំពុងវាយប្រហារលើអ្នកដទៃដោយគ្មានមេត្តាដោយជឿថាមជ្ឈមណ្ឌលទីក្រុងក្លាយជាកន្លែងគ្រោះថ្នាក់ខ្លាំងហើយ Jim សម្រេចចិត្តទៅកាន់ភ្នំដើម្បីស្វែងរកកន្លែងមានសុវត្ថិភាពសម្រាប់លាក់ខ្លួនសិននៅលើផ្លូវ Jim ព្យាយាមព្យាបាលរបួសធ្ងន់លើដៃរបស់គាត់ដែលប្រើស្ពាន់បិទដើម្បីបញ្ឈប់ឈាមមិនឲ្យហូរច្រើនទៅទៀតនៅទីនោះគាត់បានរកឃើញច្រត់មួយដែលគាត់យកវាទៅជាអាវុធដើម្បីការពារខ្លួនឯងទោះជាយ៉ាងណាភាពស្ងប់ស្ងាត់ក្នុងរយៈពេលខ្លីនោះមិនបានយូរឡើយព្រោះ Jim ស្ដាប់ព្រឺសំឡេងចម្លែកចេញមកពីព្រៃក្បែរនោះពេលគាត់ទៅពិនិត្យមើលគាត់បានឃើញក្មេងប្រុសវ័យក្មេងជាច្រើនដែលបានក្លាយជាមនុស្សសាហាវហើយកំពុងលេងល្បែងសាហាវលើបុរសម្នាក់ដែលនៅរស់សល់ឃើញបែបនេះ Jim មិនអាចទុកឲ្យជនរងគ្រោះនៅខាងក្រោយបានទេដូច្នេះគាត់បានវាយប្រហារលើក្មេងទាំងនោះភ្លាមដើម្បីជួយសង្គ្រោះបុរសនោះបន្ទាប់ពីការប្រយុទ្ធខ្លីមួយ Jim បានធ្វើឲ្យពួកគេភ័យរត់បាត់ទៅដោយជោគជ័យអកុសលណាស់ពេលគាត់ព្យាយាមជួយបុរសរងរបួសនោះគាត់បានដឹងថាជនរងគ្រោះក៏ចាប់ផ្ដើមក្លាយជាមនុស្សសាហាវដែរហើយសូម្បីតែព្យាយាមវាយប្រហារលើគាត់ផងដែរដោយយល់ថាខ្លួនកំពុងចុះក្នុងស្ថានភាពគ្រោះថ្នាក់កាន់តែខ្លាំង Jim បានរត់គេចខ្លួនដោយម៉ូតូរបស់គាត់យ៉ាងលឿនមុនពេលក្រុមក្មេងប្រុសនោះត្រឡប់មកវិញនៅកន្លែងផ្សេងទៀតភាពភ័យខ្លាចក៏ចាប់ផ្ដើមរីករាលដាលនៅមន្ទីរពេទ្យផងដែរអ្នករស់រានមានជីវិតនៅតែមិនអាចយល់បានថាតើមានអ្វីកើតឡើងដែលអាចបំលែងមនុស្សធម្មតាឲ្យក្លាយជាសត្វសាហាវដ៏សាហាវបែបនេះក្នុងរយៈពេលខ្លីបែបនោះប៉ូលីសនិងអាជ្ញាធររដ្ឋបាលសន្តិសុខព្យាយាមការពារមន្ទីរពេទ្យពីមនុស្សឆ្លងជំងឺដែលកំពុងព្យាយាមចូលទៅក្នុងអគារប៉ុន្តែស្ថានភាពនៅតែច្របូកច្របល់ព្រោះគ្មាននរណាដែលដឹងច្បាស់ថាត្រូវបញ្ឈប់ការរីករាលដាលនេះយ៉ាងដូចម្តេចនៅចំកណ្ដាលភាពច្របូកច្របល់នោះ Kat ស្រាប់តែដឹងថាគាត់បានបាត់ទូរស័ព្ទរបស់ខ្លួនក្នុងពេលមានភាពចលាចលលើរថភ្លើងដោយសារតែបញ្ហានេះគាត់បានខ្ចីទូរស័ព្ទរបស់ Kevin ដើម្បីតាក់ទងទៅ Jim ហើយធ្វើឲ្យប្រកាសថាបុរសជាគីស្រឡាញ់របស់គាត់នៅរស់ស្បាយអកុសល Jim មិនបានឆ្លើយភ្លាមទេព្រោះគាត់កំពុងរវល់ជ្រុលជ្រួសគេចខ្លួនពីមនុស្សឆ្លងជំងឺនៅពេលដូចគ្នានោះទូរទស្សន៍នៅក្នុងមន្ទីរពេទ្យស្រាប់តែចាប់ផ្ដើមផ្សាយសេចក្តីប្រកាសបន្ទាន់ពីរដ្ឋាភិបាលដោយផ្ទាល់ក្នុងអំឡុងពេលសេចក្តីថ្លែងការណ៍បន្ទាន់ប្រធានាធិបតីបានទទួលស្គាល់ច្បាស់ថាប្រទេសកំពុងប្រឈមមុខនឹងការរីករាលដាលយ៉ាងធំមួយដែលមិនដឹងមូលហេតុគាត់បានពន្យល់ថាមានមនុស្សរាប់លានអ្នករួចហើយដែលបានក្លាយជាជនរងគ្រោះហើយទីក្រុងជាច្រើនត្រូវបានដាក់ឲ្យដាច់ខ្លួនដើម្បីព្យាយាមបញ្ឈប់ភាពចលាចលមិនឲ្យរីករាលដាលបន្ថែមទៀតទោះជាយ៉ាងណាស្ថានភាពស្រាប់តែប្រែក្លាយទៅជាភ័យរន្ធត់នៅពេលមន្ត្រីយោធាម្នាក់ដែលឈរនៅក្បែរគាត់ក្នុងការផ្សាយផ្ទាល់ស្រាប់តែមានអាកប្បកិរិយាហិង្សាហើយវាយប្រហារចំពោះមនុស្សនៅជុំវិញការផ្សាយត្រូវបានផ្អាកភ្លាមបណ្ដាលឲ្យមនុស្សទាំងអស់នៅក្នុងមន្ទីរពេទ្យភ័យខ្លាចព្រមទាំងកាន់តែខ្លាំងឡើងទៀតពេលពួកគេដឹងថាស្ថានភាពពិតប្រាកដវាអាក្រក់ជាងអ្វីដែលរដ្ឋាភិបាលបានប្រកាសបន្ទាប់ពីការផ្សាយបញ្ចប់បរិយាកាសនៅក្នុងមន្ទីរពេទ្យក៏ចាប់ផ្ដើមច្របូកច្របល់យ៉ាងឆាប់រហ័សមនុស្សចាប់ផ្ដើមចំនួននិងបែកជាខឹងគ្នាទៅវិញទៅមកនៅចំកណ្ដាលភាពចលាចលនោះ Johnny ស្រាប់តែបង្ហាញខ្លួនមកព្រមទាំងមនុស្សឆ្លងជាច្រើនអ្នកទៀតគាត់បន្តស្វែងរក Kat ដោយវាយប្រហារយ៉ាងហិង្សាចំពោះអ្នកណាដែលឈរនៅភ្លើគាត់នោះហើយជាពេលដែល Johnny បានជួប Molly ដែលស្ថានភាពរបស់នាងក៏ខ្សោយខ្លាំងហើយដោយសាររបួសចំណែក Kevin វិញគាត់ភ័យខ្លាចដល់ថ្នាក់អាចតែលាក់ខ្លួនហើយអធិស្ឋានឲ្យមនុស្សឆ្លងកុំឲ្យរកឃើញគាត់មិនយូរប៉ុន្មានក្រោយមក Jim ទើបសង្កេតឃើញការហៅចៅជាច្រើនលើទូរស័ព្ទរបស់គាត់ពេលគាត់ហៅទៅវិញហើយបានឮសំឡេងរបស់ Kat គាត់មានអារម្មណ៍ស្រួលចិត្តព្រោះដឹងថានាងនៅរស់ស្បាយ
ខាត់បញ្យល់ថានាងត្រូវបានគេខ្លួននៅក្នុងមន្ទីរពេទ្យហើយមិនអាចគេចចេញបានទេព្រោះទីនោះទាំងមូលត្រូវបានមនុស្សឆ្លងហិង្សាចូលកាន់កាប់រួចហើយពេលបានឮដូច្នេះយឹមសំយាឲ្យនាងព្រាមថាគាត់នឹងមកជួយសង្គ្រោះនាងមិនថាអ្វីកើតឡើងក៏ដោយទោះជាយ៉ាងណាការត្រឡប់ទៅកណ្ដាលទីក្រុងវិញមិនមែនជាការងាយស្រួលទេព្រោះតំបន់ស្ទើរទាំងមូលបានក្លាយជាកន្លែងសម្រាប់មនុស្សដ៏ធំមួយហើយយឹមត្រូវប្រឈមមុខនឹងអ្វីទាំងអស់នេះតែម្នាក់ឯងចំណែកឯស្ថានភាពនៅក្នុងមន្ទីរពេទ្យវិញក៏កាន់តែធ្ងន់ធ្ងរឡើងខណៈ Kevin កំពុងព្យាយាមទីខ្លួនគាត់បានជួបប្រទះ Molly ម្ដងទៀតដោយចៃដន្យហើយគាត់ក៏រកឃើញថា Molly បានក្លាយជាមនុស្សឆ្លងទៅហើយ Molly ដែលនៅតែមានអារម្មណ៍ខឹងចំពោះគាត់បានដេញតាម Kevin ភ្លាមជាមួយមនុស្សឆ្លងជាច្រើនទៀតនៅពេលដូចគ្នានេះ Cat បានគេចខ្លួនឡើងទៅជាន់លើនៃមន្ទីរពេទ្យដើម្បីស្វែងរកកន្លែងលាក់ខ្លួនដែលមានសុវត្ថិភាពជាងនាងសូម្បីតែចាក់ទ្វារជាមួយដែកដើម្បីមិនឲ្យ Johnny ចូលមកបានប៉ុន្តែ Johnny ឥឡូវនេះមានកម្លាំងគួរឲ្យភ័យខ្លាចជាងមុនខ្លះគាត់អាចបាត់ដែកនោះបានយ៉ាងងាយស្រួលហើយបង្ខំខ្លួនចូលបន្ទប់ដោយធានាថាមិនមាននរណាផ្សេងមករំខានការប្រម៉ែងរបស់គាត់ទេ Johnny មើលទៅដូចជាមានអារម្មណ៍ចូលចិត្ត Cat យ៉ាងខ្លាំងហើយចង់រកនាងសម្រាប់ខ្លួនឯងតែម្នាក់ឯងខណៈពេល Johnny កំពុងរកស្វែងរក Cat ដោយមិនប្រុងប្រយ័ត្ននាងបានលាក់ខ្លួនស្ងៀមហើយកាន់ឧបករណ៍ពន្លត់ភ្លើងមួយពេល Johnny បោះបង់ការប្រុងប្រយ័ត្ន Cat បានបាញ់ឧបករណ៍ពន្លត់ភ្លើងទៅមុខគាត់ដោយផ្ទាល់នាងបានប្រើឱកាសនោះវាយ Johnny ដោយឧបករណ៍ពន្លត់ភ្លើងយ៉ាងសាហាវរហូតដល់នាងអាចសម្លាប់គាត់បានជោគជ័យបន្ទាប់ពីសម្លាប់ Johnny បានជោគជ័យបុរសម្នាក់ស្លៀកឯកសណ្ឋានការពារពិសានបានបង្ហាញខ្លួនភ្លាមហើយបញ្ជា Cat ឲ្យចូលបន្ទប់ដែលបានបិទជិតស្រឡៅដោយសារថាស្ថានភាពខាងក្រៅคล้ายទៅជាអាសន្នខ្លាំង Cat មិនមានជំរឿទេត្រូវតែធ្វើតាមបុរសនោះប៉ុន្តែពេល Cat ចូលទៅក្នុងបន្ទប់បុរសនោះបានចាប់កាំភ្លើងចំមុខ Cat ហើយបង្ខំឲ្យនាងដាក់ខ្សែដែលចងខ្លួនទៅនឹងបំពង់ទឹកCat មានអារម្មណ៍ភ័យខ្លាចដោយសារតែដំបូងនាងបដិសេធព្រោះមិនដឹងថាបុរសនោះជានរណាឬអាចទប់ចិត្តបានទេបុរសនោះបន្តពន្យល់ថាអ្វីទាំងអស់ត្រូវធ្វើដើម្បីធានាថា Cat មិនត្រូវបានឆ្លងវីរុសនោះទេបន្ទាប់មក Cat ត្រូវបានបាញ់សារធាតុសម្អាតនិងបង្ខំឲ្យផ្លាស់ប្ដូរសម្លៀកបំពាក់ព្រោះសម្លៀកបំពាក់ចាស់របស់នាងត្រូវបានខ្វក់ដោយជាមនុស្សដែលឆ្លងវីរុសមិនយូរប៉ុន្មានបុរសនោះបានណែនាំខ្លួនថាគាត់ឈ្មោះ Alan Wong ជាអ្នកជំនាញវីរុសវិទ្យាដែលបានសិក្សាពីវីរុស Alvin រយៈពេលយូរមកហើយ Alan បានពន្យល់ថាវីរុស Alvin ដំបូងគ្រាន់តែជាផ្ដាសាយធម្មតាប៉ុន្តែឥឡូវនេះវាបានបំលែងខ្លួនទៅជាអ្វីមួយដែលគួរឲ្យភ័យខ្លាចជាងមុនខុសពីស៊ុំប៊ីធម្មតាវីរុស Alvin មិនធ្វើឲ្យមនុស្សបាត់ស្មារតីនោះទេអ្នកដែលឆ្លងវីរុសនៅតែចង់ចាំថាតើខ្លួនជានរណាអាចគិតបានច្បាស់លាស់ហើយយល់ដឹងពេញលេញអំពីអ្វីកំពុងកើតឡើងជុំវិញខ្លួនទោះជាយ៉ាងណាវីរុសនេះបានដកចេញនូវសមត្ថភាពក្នុងការត្រួតពិនិត្យកំហឹងការចង់បានផ្លូវភេទអំពើហិង្សានិងបំណងអាក្រក់ជ្រៅជាងនេះទៀតដែលលាក់ខ្លួននៅក្នុងចិត្តជាផលវិបាកពួកគេខ្លាចជាសត្វសាហាវគួរឲ្យភ័យខ្លាចដែលរួចខ្លួនធ្វើអ្វីក៏បានដើម្បីបំពេញបំណងនោះទោះបីជាពួកគេនៅតែដឹងថាអ្វីដែលពួកគេកំពុងធ្វើគឺខុសក៏ដោយ Alan បានបង្ហាញថាគាត់បានព្យាយាមព្រមានមនុស្សអំពីគ្រោះថ្នាក់នៃវីរុស Alvin មករយៈពេលយូរមកហើយអកុសលមនុស្សភាគច្រើនមិនបានយកព្រមានរបស់គាត់ជាភាពសំខាន់ទេហើយមនុស្សជាច្រើនជឿថាគាត់កំពុងពង្រីករឿងយោងតាម Alan រដ្ឋាភិបាលបានមើលរំលងគ្រោះថ្នាក់នេះដោយចេតនាព្រោះពួកគេភ័យថាវិធានការដ៏តឹងរ៉ឹងដូចជាការបាក់ស្ទះមនុស្សច្រើននឹងធ្វើឲ្យស្ថានភាពនយោបាយនិងសេដ្ឋកិច្ចកាន់តែអាក្រក់ដោយសារតែបញ្ហានេះការឆ្លងរាលដាលបានកើតឡើងដោយគ្មានការត្រួតពិនិត្យរហូតវាក្លាយជាអាសន្នដែលមិនអាចបញ្ឈប់បានទៀតបន្ទាប់ពីសង្កេតឃើញថាកើតមិនទាន់បង្ហាញរោគសញ្ញាណាមួយទេទោះបីត្រូវប៉ះពាល់ជាញឹកញាប់នឹងរាងកាយដែលមានវីរុសក៏ដោយ Alan ចាប់ផ្ដើមសង្ស័យថាអ្នកនាងអាចមានភាពធន់ធ្ងន់ធម្មជាតិទៅនឹងវីរុសនេះទោះជាយ៉ាងណាជំនួសឲ្យធ្វើតេស្តធម្មតា Alan បានបញ្ចូលវីរុស Alvin ចូលទៅក្នុងរាងកាយកាត់ដោយសម្ងាត់ដើម្បីសាកល្បងទ្រឹស្ដីរបស់គាត់គាត់បញ្យល់ថាប្រសិនបើកាត់មិនបង្ហាញអ្វីផ្លាស់ប្ដូរនៅបន្ទាប់ពីប៉ុន្មាននាទីទេឈាមរបស់នាងអាចក្លាយជាគន្លឹះសំខាន់ក្នុងការបង្កើតវ៉ាក់សាំងដើម្បីជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់ជាធម្មតាកាត់ក្លាយជាមនុស្សខឹងខ្លាំងបន្ទាប់ពីដឹងថាគេបានបំលែងនាងជាមនុស្សសាកល្បងដោយគ្មានការអនុញ្ញាតពីនាងទេប៉ុន្តែគ្មានជំរឿទេក្រៅពីរងចាំលទ្ធផលខណៈពេលកំពុងរងចាំ Alan ចាប់ផ្ដើមនិយាយអំពីទារកជាច្រើនដែលត្រូវបានបោះបង់ចោលនៅក្នុងផ្នែកសម្រាលកូននៃមន្ទីរពេទ្យតាមការប្រាប់របស់គាត់ប្រសិនបើទារកទាំងនោះត្រូវបានបោះបង់ចោលក្នុងអំឡុងពេលចលាចលវាសនារបស់ពួកគេប្រហែលជាអាក្រក់ជាងនេះទៀតដោយសារត្រូវការរោគប្រឆាំងធម្មជាតិ Alan ចុងក្រោយបានចាក់វីរុស Alvin ចូលទៅក្នុងទារកទាំងនោះដើម្បីស្រាវជ្រាវ
ទោះជាយ៉ាងណាទារកភាគច្រើនស្ទើរតែមិនអាចរស់រានមានជីវិតបន្តទេបន្ទាប់ពីឆ្លងវីរុសហើយមានតែទារកម្នាក់ប៉ុណ្ណោះដែលអាចអត់ធ្មត់បានយូរជាងគេមុនពេលបំផុតក៏ត្រូវបំលែងដែរបើទោះបីជាយ៉ាងណាអាឡែននៅតែជឿថាអ្វីដែលគាត់បានធ្វើគឺជាការសម្រេចចិត្តមានហេតុផលបំផុតដើម្បីស្វែងរកសង្ឃឹមសម្រាប់ជួយសង្គ្រោះអ្នករស់រាននៅសល់ខណៈពេលអាឡែនកំពុងរវល់កាត់បានសម្ងាត់ផ្ញើសារមួយទៅជីមដោយប្រាប់គាត់ថានាងកំពុងត្រូវបានស្ទាក់នៅក្នុងបន្ទប់មួយលើជាន់ទី8នៅពេលដូចគ្នានេះអាឡែនទទួលបានដំណឹងថាវាយន្តហោះសង្គ្រោះមួយនឹងមកដល់លើដំបូលមន្ទីរពេទ្យក្នុងពេលឆាប់នេះដើម្បីមកយកគាត់ទៅដោយសារតែកាត់មិនបង្ហាញអាការៈឆ្លងវីរុសសោះទោះបីត្រូវចាក់វីរុសចូលក្នុងខ្លួនក៏ដោយអាឡែនកាន់តែជឿជាក់ថារាងកាយនាងប្រហែលជាមានភាពធន់នឹងវីរុសនេះពិតប្រាកដដោយហេតុនេះហើយគាត់នាំកាត់ឡើងទៅលើដំបូលដោយជឿថាឈាមរបស់នាងអាចក្លាយជាសង្ឃឹមចុងក្រោយរបស់មនុស្សជាតិសម្រាប់បង្កើតវ៉ាក់សាំងទោះជាយ៉ាងណាមុនពេលពួកគេអាចគេចខ្លួនបានស្ថានភាពបានក្លាយទៅជាការចលាយម្ដងទៀតនៅពេលមនុស្សឆ្លងម្នាក់រកឃើញទីតាំងរបស់ពួកគេហើយវាយប្រហារលើអាឡែនអាឡែនរងរបួសធ្ងន់ធ្ងរលើជើងដែលធ្វើឲ្យគាត់ដើរលំបាកបង្ខំឲ្យកាត់ជួយស្ទាបគាត់ឡើងទៅលើដំបូលមុនពេលមនុស្សឆ្លងច្រើនទៀតមកដល់នៅពេលដូចគ្នានេះជីមបានទៅដល់មន្ទីរពេទ្យចុងក្រោយបន្ទាប់ពីរួចផុតពីដំណើរដ៏អាក្រក់និងគួរឲ្យខ្លាចយូរមកប៉ុន្តែដោយមិនដឹងខ្លួនវីរុសអាល់វីនបានចាប់ផ្ដើមប៉ះពាល់ដល់គាត់ផងដែរជីមនៅតែមានស្មារតីពេញលេញគាត់នៅតែចងចាំកាត់និងសន្យាដែលគាត់បានធ្វើថានឹងទៅជួយសង្គ្រោះនាងប៉ុន្តែគំនិតរបស់គាត់ក៏ចាប់ផ្ដើមត្រូវគ្រប់គ្រងដោយអារម្មណ៍ហិង្សាបន្តិចម្ដងពេលដឹងថាអ្វីកំពុងកើតឡើងអាឡែនព្យាយាមបាញ់ជីមប៉ុន្តែចុងក្រោយគាត់វិញត្រូវជាប្រជានៃការវាយប្រហាររបស់ជីមដែលភ័យខ្លាចកាត់បានបិទសោទ្វារដែលនាំទៅកាន់ដំបូលយ៉ាងរហ័សដែលប្រើសោដែលនាងយកបានពីអាឡែនពីក្រោយទ្វារជីមនៅតែហៅកាត់និងសុំឲ្យនាងបើកទ្វារខណៈដែលកាត់មិនអាចធ្វើអ្វីបានទេក្រៅតែយំពេលដែលនាងមើលឃើញការប្រែប្រួលគួរឲ្យខ្លាចរបស់បុរសដែលនាងស្រឡាញ់នៅចំកណ្ដាលស្ថានភាពនោះកាត់សួរជីមថាគាត់មានអារម្មណ៍យ៉ាងដូចម្ដេចបន្ទាប់ពីឆ្លងវីរុសអាល់វីនជីមបន្តពន្យល់ថាចាប់តាំងពីគាត់បានឮសំឡេងភ័យខ្លាចរបស់កាត់តាមទូរស័ព្ទគាត់ចាប់ផ្ដើមមានអារម្មណ៍ថាជីវិតរបស់គាត់មានគោលបំណងម្ដងទៀតហើយគោលបំណងនោះគឺស្វែងរកកាត់ប៉ុន្តែសេចក្តីស្រឡាញ់របស់គាត់ឥឡូវនេះបានប្រែប្រួលទៅជាការចង់ធ្វើអំពើអាក្រក់ដ៏គួរឲ្យខ្លាចចំពោះមនុស្សដែលគាត់ថែរក្សាខ្លាំងបំផុតបើគាត់អាចចាប់បានកាត់គាត់ចង់ទារុណកម្មនាងហើយស៊ីនាងរស់ពេលបានរូបពាក្យទាំងនោះកាត់មិនអាចធ្វើអ្វីបានទេក្រៅតែយំព្រោះនាងដឹងថាបុរសដែលឈរនៅមុខនាងមិនមែនជាជីមដែលនាងធ្លាប់ស្គាល់ទៀតទេសុបិនទាំងអស់របស់ពួកគេដែលធ្លាប់ស្រមៃរួមគ្នារួមទាំងការធ្វើដំណើរឈប់សម្រាកដែលពួកគេរងចាំយូរមកនេះនឹងមិនអាចខ្លាយជាការពិតឡើយមួយសន្ទុះក្រោយមកការត្រូវសម្លេងឧទ្ធម្ភាគចក្រកំពុងខិតជិតមន្ទីរពេទ្យធ្វើឲ្យនាងរត់ទៅកាន់ដំបូលភ្លាមទន្ទឹមនឹងនេះជីមឥឡូវនេះត្រូវបានវីរុសស៊ីសាច់ទាំងស្រុងអាចត្រឹមតែមើលកាត់បាត់ពីភ្នែករបស់គាត់ប៉ុណ្ណោះអ្វីត្បិតតែកាត់អាចរត់គេចខ្លួនបានអនាគតរបស់នាងនៅតែមិនច្បាស់លាស់ព្រោះហាឡិនបានជឿតាំងពីដំបូងមកម្លេះថារាងកាយរបស់នាងអាចមានភាពសមទៅនឹងវីរុសអាល់វីនបើសិនជាទ្រឹស្ដីនោះពិតមែនកាត់ប្រហែលជានឹងក្លាយជាវត្ថុសិក្សាស្រាវជ្រាវដើម្បីជួយអភិវឌ្ឍវ៉ាក់សាំងហើយអាចក្លាយជាសង្ឃឹមចុងក្រោយរបស់មនុស្សជាតិក្នុងការបញ្ឈប់ការរីករាលដាលនេះហើយជាមួយនឹងនេះរឿងរ៉ាវក៏បានបញ្ចប់